อันนี้ខ្ញុំបាទបានស្រាវជ្រាវឃើញហើយមូលហេតុដែលរាហូអសរិនចាប់ចន្ទមទេវបុត្រហើយនឹងចាប់សូរ្យទេវបុត្រលេបហ្នឹងមូលហេតុចម្បងរបស់រាហូអសរិនហ្នឹងគឺដោយសារសេចក្តីចំណែនបាទចំណែនហើយដោយសារឃើញប្រច័នហើយនឹងឃើញច័ន្ទៈណាបងប្អូនប្រច័នយើងណាហើយនឹងសូរ្យហ្នឹងគឺព្រះអាទិត្យប៉ុន្តែនៅទាំងពីរហ្នឹងអត់មែនរស់នៅក្នុងប្រច័នហ្នឹងទេរស់នៅក្រោមមណ្ឌលប្រច័នហ្នឹងបាទព្រោះវាមាននៅក្បែរប្រច័នហ្នឹងហើយព្រះអាទិត្យដូចគ្នាហើយព្រះអាទិត្យនឹងស្រាប់បងប្អូនមានកម្ដៅក្ដៅខ្លាំងប៉ុន្តែសូរ្យទេវបុត្រហ្នឹងគឺនៅកើតអាហ្នឹងគឺជាមនុស្សទេពយើងមិនអាចប៉ាន់ស្មានថាហេតុអីបាននៅបានទេមិនឆ្ងល់ទេបងប្អូនឆ្ងល់នាំមកឈួតទេកុំនឹងឆ្ងល់ឥឡូវសួរថាតើរាហូអសរិននឹងលេបចូលតាមណាហេតុអីបានជាធំជាងប្រច័នធំមែនរាហូអសរិនបងប្អូនធំប៉ុន្តែដូចខ្ញុំនិយាយខាងដើមចឹងគឺធំប៉ុន្តែនៅតូចជាងព្រំធំជាងរាហូអសរិនរាប់រយដងឥឡូវក្នុងគម្ពីរលោកប្រាប់ថារាហូអសរិននឹងគឺធំណាស់មានកម្ពស់ពីបាតជើងទៅដល់ចុងសក់គឺ80000អត់តោះ48000យោជន៍អត់តោះគឺ4800យោជន៍នៅក្នុងនេះលោកមិនបានបញ្ជាក់ថាតើមួយយោជន៍ហ្នឹងវា4គីឡូ10គីឡូឬក៏16គីឡូឬក៏18គីឡូអត់ដឹងទេតែបើត្រឹមតែថា4គីឡូចុះមួយយោជន៍អញ្ចឹងវាយើងគិតមើលទៅ4800យោជន៍តើប៉ុណ្ណាកម្ពស់ប៉ុណ្ណាបងប្អូនខ្ពស់ណាស់ហើយចន្លោះដៃប្រវែងចន្លោះដៃបងប្អូនចន្លោះដៃរបស់រាហូអសរិនហ្នឹងហ្នឹងគឺ1200យោជន៍ហើយនិយាយពីកម្រាស់ខ្លួនណាកម្រាស់ខ្លួនហ្នឹងគឺ600យោជន៍ហើយក្បាលទាំងមូលហ្នឹងគឺទាំងអស់ហ្នឹងគឺមានប្រវែងរហូតដល់ទៅ900យោជន៍ហើយថ្ងាសរាហូអសរិនហ្នឹងគឺ300យោជន៍ចិញ្ចើមចន្លោះចិញ្ចើមហ្នឹងគឺ50យោជន៍ហើយចិញ្ចើមតែម្ដងហ្នឹងគឺ200យោជន៍ហើយមាត់របស់រាហូអសរិនហ្នឹងគឺ200យោជន៍ហើយដែលមិនលេបបានណាបងប្អូនបាទហើយច្រមុះរបស់រាហូអសរិនហ្នឹងគឺ300យោជន៍ទ្វារមាត់របស់រាហូអសរិនហ្នឹងគឺ300យោជន៍ហើយបាតដៃបាតជើងកម្រាស់ទាំងបាតដៃបាតជើងនឹងកម្រាស់ហ្នឹងគឺ200យោជន៍ហើយថ្នាំងដៃឃើញថ្នាំងដៃយើងថ្នាំងដៃថ្នាំងពីថ្នាំងហ្នឹងថ្នាំងដៃរបស់រាហូអសរិនហ្នឹងគឺ15យោជន៍គ្រាន់តែថ្នាំងដៃមកថ្នាំងដៃគឺ15យោជន៍លោកបានបញ្ជាក់ថាមូលហេតុដែលរាហូអសរិនទៅចាប់ចន្ទៈទេវបុត្រចន្ទមៈឬក៏ចាប់សូរ្យទេវបុត្រហ្នឹងគឺដោយសារចំណែនដោយសារអ្នកទាំងពីរហ្នឹងគឺមានពន្លឺភ្លឺទៅចាស់ទៅចង់ល្អធ្វើឲ្យអ្នកផងទាំងពួងហ្នឹងគេត្រូវការគេស្រឡាញ់ដល់ខ្លួនឯងហ្នឹងវាអ្នកផងទាំងពួងអត់ដែលឃើញហើយមិនដឹងថាឲ្យគេស្រឡាញ់យ៉ាងម៉េចបើគួរឲ្យខ្លាចណាវាធំពេកមើលគ្រាន់តែមាត់ឡើង300យោជន៍បងប្អូនគ្រាន់តែមាត់ហើយថ្ងាស300យោជន៍មាត់200យោជន៍ច្រមុះ300យោជន៍ទៅបាទមាត់ហ្នឹងគឺ200យោជន៍ហើយច្រមុះហ្នឹង300យោជន៍បងប្អូនហើយនៅប៉ុណ្ណាទេបងប្អូនអញ្ចឹងបានជាលេបច័ន្ទធម្មទេវបុត្រហើយនឹងសូរ្យទេវបុត្រនឹងលេបបានហើយលេបហ្នឹងអត់មែនចាប់ដៃពេលអត់ចាប់ដៃទេគឺឈោហាមាត់របស់ឈោហាមាត់ទៅប្រច័នដំណើរចរយតាហ្នឹងគឺលេបចូលផ្លុកបាទហើយនៅក្នុងគម្ពីរហ្នឹងគឺបំណងសម្រាប់សូរ្យចន្ទទេវបុត្រណាសម្រាប់ចោលហ្មងព្រោះនៅទាំងពីរហ្នឹងគឺជាអ្នករស់នៅក្បែរមណ្ឌលព្រះសូរ្យព្រះអាទិត្យនិងព្រះច័ន្ទនឹងឯងចឹងបងសម្រាប់ចោលក៏ប៉ុន្តែនៅក្នុងគម្ពីរលោកដាក់ថានៅពេលដែលចាប់បានហើយសូរ្យចន្ទមៈហើយនិងសូរ្យហ្នឹងគឺបានស្រែករកពុទ្ធជាទីពឹងតាមពិតទៅអ្នកទាំងពីរហ្នឹងសូរ្យហើយនិងចន្ទមៈទេវបុត្រហ្នឹងគឺជាអ្នកដែលបានសម្រេច
ณะจอนទី2អ្នកផលគឺសោតាបត្តិផលហើយតែក៏នៅតែមានការភ័យខ្លាចណាថ្នាក់សោតាផងនៅភ័យខ្លាចរហួសសរិនចឹងហើយគឺអត់មានទេមានតែស្រែករូបពុទ្ធជាទីពឹងសូមដល់ពុទ្ធជាទីពឹងពុទ្ធត្រង់បានលើហើយក្នុងនេះបានបញ្ជាក់ថាពុទ្ធនៅណាប៉ុន្តែអឺក្នុងគម្ពីរដាក់ថាបានពោលចំពោះព្រះមានប្រភេទមានន័យថាអ្នកទាំងពីរហ្នឹងគឺប្រើបែបប្រើជាមាត់ទឹកណាហើយព្រះសម្មាសម្ពុទ្ធក៏មានសោតវិញ្ញាណសោតទឹកគឺព្រះអង្គមានតិចទឹកអញ្ចឹងព្រះអង្គទ្រង់ស្ដាប់ឮអញ្ចឹងព្រះអង្គក៏ទ្រង់ពោលទៅកាន់រាហូអសរិនបញ្ញាប់ដោះលែងព្រោះទាំងពីរហ្នឹងគឺជាបុត្ររបស់តថាគតអ្នកដែលបានសម្រេចគុណធម៌ជាសោតាបត្តមៈជាសោតាបត្តផលឡើងទៅហ្នឹងគឺជាបុត្ររបស់ពុទ្ធដែរអញ្ចឹងអត់អាចណាធ្វើឬអាក្រក់ជាមួយនឹងបុត្រពុទ្ធបានទេអញ្ចឹងរាហូអសរិនហ្នឹងក៏លើប៉ុណ្ណឹងលេងដោះលែងទៅវិញតែម្ដងហើយនៅបាតគាថាមួយពាក្យ4ម៉ាត់នេះគឺបច្ចាំងមៈមានន័យថានោះជាបុត្ររបស់តថាគតមានន័យថាអត់អាចណាមួយធ្វើបានទេអត់អាចណាមួយធ្វើបាបបានទេហាមធ្វើបាបរាហូអសរិនឯងត្រូវដោះលែងវិញបើដោះលែងទេអានឹងដឹងខ្លួនឯងហើយដូចគេទៅជួបរេវៈបច្ចិតអសរិនណាប្រាប់ថាបើសិនជាយើងអត់ដោះលែងសុរិយៈអីទេក្បាលរបស់យើងនឹងបែក7ភាគហើយបែកជំរិតជី7បណ្ដោយហើយក៏រស់នៅមិនបានសុខដែរបាទមានធំប៉ុណ្ណឹងតែនៅខ្លាយពុទ្ធមែនតើរឿងមួយខ្ញុំកំពុងស្រាវជ្រាវពួកខ្ញុំធ្លាប់បានអានមិនចាំប្រហែលជានៅក្នុងសៀវភៅធម្មសង្កហៈឬក៏យ៉ាងម៉េចទេព្រោះនិយាយពីនៅពេលព្រះអង្គទ្រង់យាងទៅឋានព្រំបិណ្ឌបាតព្រះអង្គទ្រង់បិណ្ឌបាតនៅឋានព្រំឋានព្រំធំបងប្អូនធំណាដល់ពេលយ៉ាងទៅរាហូអសរិនហ្នឹងគឺគេគិតថាខ្លួនគេធំដែរណាពេលមួយព្រះអង្គទៅយាងទៅព្រះអង្គក៏ទ្រង់ឲ្យប្រើព្រះអនន្តក្រាលរៀបចំក្រេហើយក្រាលឲ្យតថាគតផ្ទុំបន្តិចព្រះអនន្តឆ្ងល់ណាព្រះអង្គផ្ទុំធ្វើអីព្រះអង្គថាតិចមានភ្ញៀវមកទៀតនេះគឺរាហូអសរិននឹងឯងដល់គេដើរទៅជួបព្រះអនន្តដើរដាំងទៅមានធំប្រព័ន្ធណីទៅសួរព្រះអនន្តសួរលោកម្ចាស់អនន្តពុទ្ធនៅណាហើយទៅជួបព្រះអនន្តហ្នឹងគឺមិនមែនតូចទេបងប្អូនមហុំធំប៉ុណ្ណាទៅសួរព្រះអនន្តថាពុទ្ធនៅណាព្រះអនន្តក៏ប្រាប់ថានោះព្រះអង្គកំពុងផ្ទុំនោះហើយរាហូអសរិនរាប់4800យោជន៍តែនៅត្រូវបានកលេចមើលពុទ្ធអញ្ចឹងបាទអញ្ចឹងមើលទៅចង់បាក់កកខ្លួនឯងក៏បានពោលនៅអ្នកមោពុទ្ធស័កនឹងឯងអ្នកមោតាស័កឬវៈតោនមកព្រះអស្ចារ្យពេកទៅខ្លួនឯងវាធំដល់ពេលទៅព្រះសម្មាសម្ពុទ្ធត្រូវយាងទៅស្ដេចទៅឋានព្រំព្រះអង្គទ្រង់ទៅធំណាព្រោះឋានព្រំត្រូវឆ្លងកាត់តម្រូវឋានព្រំគឺឆ្លងកាត់ខ្យល់ខ្លាំងមិនអញ្ចឹងទេបើថាមេតតូចតែនេះគឺខ្យល់បក់ខ្ទេចដូចនេះចឹងដូចផេះដូចអីចឹងខ្ទេចហ្មងអញ្ចឹងព្រំរាហូអសរិនហ្នឹងថាខ្ញុំព្រះអង្គចង់ទៅឋានព្រំដែរអញ្ចឹងបើអញ្ចឹងមកតោងជីវោតថាគតមករាហូអសរិនកម្ពស់ឡើង4800យោជន៍តែត្រូវតោងជីវោរបស់ព្រះហើយសួរថាព្រំប៉ុណ្ណាឥឡូវបងប្អូនគិតមើលដល់ពេលទៅដល់ឋានព្រំគេរៀបដាក់បាតព្រំគឺសួរថាព្រះអង្គដូចមានចៃជាប់ជីវោព្រះអង្គដូចមានចៃជាប់ជីវោព្រះអង្គរាហូអសរិនឮអញ្ចឹងហើយអន់ចិត្តប្រឡែងដៃមកធ្លាក់មកហើយខ្ញុំមិនច្បាស់ដែរដូចថាខ្យល់គឺបានបក់បោកដាច់រាហូអសរិននឹងជា2កណាត់បាទពួកខឹងនឹងព្រមថាខ្លួនឯងជាចៃស្លាប់តែគេថាស្លាប់តែគេនិយាយថារាហូអសរិននឹងធំណាស់គួរខ្លាចដល់ពេលទៅឋានព្រំគេថារាហូអសរិននឹងចៃទៅវិញអញ្ចឹងមូលហេតុដែលរាហូអសរិនលេបចន្ទៈឬក៏ប្រច័នឬព្រះសូរ្យាព្រះអាទិត្យហ្នឹងគឺដោយសារចំណែនជាមួយនឹងពន្លឺព្រះច័ន្ទហើយនឹងពន្លឺរបស់ព្រះអាទិត្យនឹងឯងនេះជាមូលហេតុ